បាទសួស្តីបងប្អូនថ្ងៃនេះយើងជួបគ្នាសាច់ថ្មីម្ដងទៀតទៅលើកម្មវិធី Microsoft Excel ដោយការពីវីដេអូមុនខ្ញុំបានបង្ហាញទៅលើការបង្កើត sheet និងការ edit sheet ហើយនឹងពាក់ព័ន្ធជាមួយដាក់ color ទៅលើ sheet ហើយនឹងរបៀប save ផ្សេងៗអញ្ចឹងសម្រាប់វីដេអូនេះផងដែរគឺខ្ញុំសូមបង្ហាញទៅលើរបៀបប្រើប្រាស់នៃ row ហើយនិង column តើរបៀបប្រើប្រាស់ row ហើយនិង column យើងប្រើប្រាស់នឹងការបង្កើតយ៉ាងដូចម្ដេចអញ្ចឹងខ្ញុំសូមអាននិយមន័យទៅលើ row អញ្ចឹង row គឺជាជួរដេកនៃតារាង worksheet ដែលមានចំនួនសរុបទាំងអស់1,48,576 row ណាអញ្ចឹងនៅក្នុង row ហ្នឹងគឺមានចំណុច3មានកខគដោយកហ្នឹងគឺការបង្រិចនិងបង្រួម row នៅក្នុងហ្នឹងគឺមានចំណុច3ថែមទៀតគឺរបៀបនៃការប្រើប្រាស់អញ្ចឹងដើម្បីបង្រិចនិងបង្រួម row បានជាដំបូងយើងចុច mouse ស្ដាំទៅលើក្បាល row ដែលយើងចង់បង្រិចនិងបង្រួមបន្តមកទៀតយើងយកពាក្យថា row high ហើយនឹងទី3គឺយើងវាយលេខកំណត់ទំហំថ្មីដែលយើងចង់បានបន្តមកចុចពាក្យថា OK ណាបន្តមកទៀតគឺការបន្ថែម row អញ្ចឹងបងប្អូនគ្រាន់តែយក mouse ចុចទៅលើក្បាលតារាងនៅខាងស្ដាំដៃបន្តមកទៀតបងប្អូនចុចបន្ថែមទៅលើពាក្យថា insert ហើយនឹងអក្សរកូគឺរបៀបលុបនៃ row អញ្ចឹងគឺបងប្អូនយកមកស្ដាំដាក់នៅលើក្បាល row ដែលយើងចង់លុបបន្តមកទៀតយកពាក្យ delete អញ្ចឹងខ្ញុំសូមបង្ហាញបងប្អូនធ្វើស្ដីបន្តមកទៀតខ្ញុំសូមបង្ហាញទៅក្នុងកម្មវិធី Excel ផ្ទាល់ដល់បងប្អូនយល់ណាអញ្ចឹងខ្ញុំសូមចូលទៅកម្មវិធី Excel ដើម្បីបង្ហាញបន្ថែមទៅលើបងប្អូនអញ្ចឹងខ្ញុំបានចូលមកផ្ទាំងកិច្ចការនៃកម្មវិធី Microsoft Excel អញ្ចឹងបងប្អូនអញ្ចឹងពីលេខ1នេះមក19តាមនេះខ្ញុំគិតថាតាមនេះណាអាហ្នឹងគឺមួយជួរអញ្ចឹងចាំមកខ្ញុំគូបង្ហាញមួយជួរហើយនឹងមួយជួរអញ្ចឹងអាហ្នឹងគេហៅថា row គឺជាជួរដេកណាហើយ A B ហ្នឹង A B C D រហូតដល់ S នេះតែខ្ញុំចុចនេះគឺគេហៅថា column គឺជាជួរឈរអញ្ចឹងដើម្បីបង្រិចបង្រួមទៅលើ row បានបងប្អូនគ្រាន់តែ select ទៅលើ row មកឧទាហរណ៍ខ្ញុំចង់ select ធ្វើលេខ6នេះអញ្ចឹងខ្ញុំចង់បង្រិចអញ្ចឹង style ទី1បងប្អូនមិនចាំបាច់មកស្ដាំទេបងប្អូនគ្រាន់តែចុចមកឆ្វេងបងប្អូនយក cursor មកដាក់នៅកន្លែងនេះដើម្បីចេញសញ្ញាបូកទៅលើទៅក្រោមឆ្វេងស្ដាំបងប្អូនចុចមកឆ្វេងហើយអូសមកក្រោមមកធ្វើប៉ុណ្ណេះឬក៏កំណត់ប៉ុណ្ណាមួយមកបងប្អូនបលែងគឺពេលនោះគឺទំហំគឺប៉ុណ្ណេះទាំងអស់ដោយខាងក្រោមនេះគឺអត់ផ្លាស់ប្ដូរដូចខាងលើទេអញ្ចឹងទី2បងប្អូនចុចមកស្ដាំបងប្អូនយកពាក្យថា row high បងប្អូនកំណត់លេខនេះខ្ញុំចង់បានលេខទៅលើ35ចុចពាក្យ35បងប្អូនចង់ OK ក៏បានបងប្អូនចុចពាក្យ enter ក៏បានពេលនោះគឺរបស់យើងគឺមានការប្រែប្រួលបងប្អូនចង់ insert ទៅលើ row បងប្អូនគ្រាន់តែចុច mouse ខ្ញុំយកអានេះលេខ2ចាំមើលខ្ញុំបង្ហាញបងប្អូនខ្ញុំយកអាលេខ1លេខ2លេខ3លេខ4លេខលេខ5អញ្ចឹងខ្ញុំចង់ insert ទៅលើលេខ2ខ្ញុំដាក់ mouse លេខ2ខ្ញុំយក mouse ស្ដាំយកពាក្យថា insert ពេលនោះគឺវាមានការធ្លាក់មកក្រោមហើយដើម្បីdelete ទៅលើ row បងប្អូនចុច mouse ស្ដាំទៅលើនឹងដដែលឬក៏កន្លែងបងប្អូននឹងលុបបងប្អូនចុច mouse ស្ដាំបងប្អូនយកពាក្យថា delete នេះគឺជារបៀបបង្រិចនិងបង្រួម row ហើយនឹងការបន្ថែមនិងការ delete row អញ្ចឹងខ្ញុំសូមចូលទៅអាននិយមន័យក៏ដូចជាទ្រឹស្ដីទៅលើការបង្រិចរួមបន្ថែមទៅនឹងការលុបទៅលើ column អញ្ចឹងខ្ញុំសូមចូលទៅអានអញ្ចឹងនេះគឺជារបៀបប្រើប្រាស់ column ហើយនិយមន័យ column គឺជាជួរឈរណានៃតារាង worksheet ដែលមានចំនួន16,384 column ដោយអក្សរកគឺគេបង្ហាញថាការបង្រិចនិងបង្រួម column ទី1យើងចុច mouse ស្ដាំទៅលើក្បាល column ដែលត្រូវបង្រិចបង្រួមហើយទី2យើងយកពាក្យថា column width ហើយទី3គឺវាទំហំលេខថ្មីបន្តមកចុចពាក្យថា OK របៀបបន្ថែមទៅលើ column បងប្អូនចុច mouse ស្ដាំទៅលើក្បាលតារាង column ដែលត្រូវបន្ថែមបន្តមកបងប្អូនយកពាក្យថា insert ហើយនឹងទី3ការ delete ឬក៏លុប
column បងប្អូនចុច mouse ស្ដាំលើក្បាល column តាមបងប្អូនចង់លុបបន្តមកទៀតបងប្អូនយកពាក្យថា delete អញ្ចឹងខ្ញុំសូមចូលទៅផ្ទាំងកិច្ចការដើម្បីបង្ហាញបន្ថែមទៅលើបងប្អូនឲ្យយល់កាន់តែច្បាស់អញ្ចឹងខ្ញុំសូមចូលមកផ្ទាំងកិច្ចការរបស់យើងអញ្ចឹងខ្ញុំបញ្ជាក់ពីមុនគឺពីលេខ1ខាងនេះគឺគេហៅថា row គឺជាជួរដេកហើយនឹងពី ABC ខាងលើនេះគឺយើងហៅថា column គឺជាជួរឈរអញ្ចឹង column នេះខ្ញុំសូមដាក់បន្តនៅនេះគឺជា column ហើយ column អញ្ចឹងដើម្បីបង្រិចទៅលើ column បានបងប្អូនគាត់select ទៅលើទំហំចុចទៅលើក្បាលតារាងដែលបងប្អូនគាត់ចង់ select ធម្មតាឬក៏ចង់បង្រិចធម្មតាខ្ញុំយកធម្មអក្សរ H ចឹងវិធីសាស្ត្រទី1បងប្អូនចុច mouse ស្ដាំបងប្អូនអធិស្ឋានបងប្អូនយកវិធីសាស្ត្រទី1បងប្អូនគ្រាន់តែយក mouse មកដាក់នៅខាងលើនេះគឺជាក្បាល column ឲ្យចេញសញ្ញាបូកបន្តទៀតបងប្អូនចុច mouse ឆ្វេងបងប្អូនអូសមកខាងនេះដើម្បីបង្រិចដើម្បីបង្រួមបងប្អូនចុចមកខាងនេះដើម្បីបង្រួមខ្ញុំសូមប៉ុណ្ណេះបន្តមកទៀតបងប្អូនចង់ប្រើវិធីសាស្ត្រតាមធ្វើស្អីបងប្អូនចុច mouse ស្ដាំនៅកន្លែងនេះបងប្អូនយកពាក្យថា column width បន្តមកបងប្អូនរើសទៅលើទំហំដែលបងប្អូនត្រូវការខ្ញុំរើស12ចុចពី OK ក៏បានចុចពី enter ក៏បានបន្តមកទៀតបងប្អូនចង់ insert ឬក៏ចង់បន្ថែមទៅលើ column បងប្អូនគាត់ចុច mouse ស្ដាំនៅកន្លែងណាមួយដែលបងប្អូនជឿថាចង់បន្ថែមបន្តមកទៀតបងប្អូនយកពាក្យថា insert ពេលនោះគឺបានបន្ថែម column ជូនបងប្អូនមួយទៀតដើម្បីលុបឬក៏ដើម្បី delete ទៅលើ column បងប្អូនចុច mouse ស្ដាំទៅលើ column មួយណាដែលបងប្អូនគាត់ថាចង់លុបបន្តមកទៀតបងប្អូនចុចពាក្យ mouse ស្ដាំបងប្អូនយកពាក្យថា in បងប្អូនយកពាក្យថា delete ពេលនោះគឺបាត់ទៅលើ column ដែលបងប្អូនចង់លុបអញ្ចឹងជាចុងក្រោយសូមបញ្ជាក់បងប្អូនបន្ថែមទៀតជួរ ABC ខាងលើនេះគឺជាជួរ column ដែលមានឈ្មោះថាជួរឈរហើយជួរលេខ1មកខាងនេះគឺជួរ row គឺជាជួរដេកអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំសូមបង្ហាញបងប្អូនតែប៉ុណ្ណឹងនិងវីដេអូក្រោយខ្ញុំនឹងបង្ហាញជាបន្តឲ្យលម្អិតដើម្បីបងប្អូនងាយស្រួលក្នុងការសិក្សានិងងាយស្រួលយល់ជាចុងក្រោយក៏សូមអរគុណបងប្អូនដែលបានតាមដានតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះសូមបងប្អូនជួយចុច like ចុច share comment ជាមួយនឹងចុច subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗក៏ដូចជាវីដេអូថ្មីៗដែលខ្ញុំបានបង្ហោះចូលក្នុង YouTube ជាចុងក្រោយសូមអរគុណសូមជម្រាបលា